Sustain បងប្អូនទាំងអស់គ្នាកាលពីវីដេអូមុនយើងបានធ្វើលំហាត់ពាក់ព័ន្ធជាមួយនឹងមេរៀនមួយគឺ question text ថ្ងៃនេះខ្ញុំលើកលំហាត់មួយទៀតគឺពាក់ព័ន្ធជាមួយនឹង question text ដដែលដើម្បីយកមកបង្ហាញជូនបងប្អូនទាំងអស់គ្នាឲ្យធ្វើកាន់តែស្ទាត់ជាមួយនឹងប្រភេទមេរៀន question text នេះហើយនៅក្នុងលំហាត់មួយនេះគឺខ្ញុំដកស្រង់ចេញពីវិញ្ញាសាឆ្នាំ2019បាទអញ្ចឹងពាក់ព័ន្ធជាមួយប្រភេទលំហាត់នេះក៏ខាងក្រសួងគេតែងតែយកមកចេញប្រឡងសឹងតែរៀងរាល់ឆ្នាំដែរដូច្នេះសូមបងប្អូនទាំងអស់គ្នាយកចិត្តទុកដាក់ធ្វើប្រភេទលំហាត់នេះឲ្យបានយ៉ាងស្ទាត់ជំនាញដើម្បីងាយស្រួលក្នុងការប្រឡងបាតុនៅថ្ងៃខាងមុខអញ្ចឹងមុននឹងយើងធ្វើលំហាត់នេះសូមបងប្អូនទាំងអស់គ្នាទៅមើលក្បួនរបៀបនៃការធ្វើលំហាត់នេះទាំងអស់គ្នាដើម្បីធ្វើលំហាត់ប្រភេទ question text របស់យើងគឺយើងត្រូវគោរពតាមគោលការណ៍ចំនួន3ទី1គឺយើងគេឲ្យឆែកទៅលើ sentence បើ sentence ហ្នឹងគេឲ្យមកជាទម្រង់ស្របអញ្ចឹងនៅពេលដែលយើងធ្វើជា question text របស់យើងគឺបដិសេធបើសិនជាគេឲ្យមកជាបដិសេធយើងត្រូវដែលធ្វើ question text របស់យើងគឺជាប្រយោគស្របទី2គឺយើងឆែកទៅលើ tense ហ្នឹងគឺយើងទៅរកវាថាវាជា past present ឬក៏ future ហើយចំណុចទី3គឺយើងត្រូវការចាំវាគឺបាទកាត់ denote បាទកាត់ denote នេះគឺគេតែងតែយកមកចេញដែរអញ្ចឹងសូមបងប្អូនទាំងអស់គ្នាប្រយ័ត្នកន្លែងនេះតិចយើងដើម្បីធ្វើកន្លែងកាត់ denote នេះគឺត្រូវការចាំហើយបើសិនជាអត់ចាំទេយើងអាចធ្វើត្រូវទេនៅក្នុងចំណុចទី3នេះអញ្ចឹងសូមបងប្អូនទាំងអស់គ្នាទៅមើលលំហាត់យើងតាមក្បួនរបស់យើងគឺទី1គេឲ្យឆែកទៅលើ sentence ថាវាជា positive ឬក៏ negative ឥឡូវនេះគឺជា sentence របស់យើងគឺគេឲ្យមកសំណាង works in the post office យើងឆែកមើលថាតើវាជាទម្រង់ស្របឬក៏បដិសេធដោយសារយើងអត់មានឃើញពាក្យ not ពាក្យអីបញ្ជាក់ថាវាជាបដិសេធទេអញ្ចឹងយើងកំណត់ប្រយោគយើងនេះបានជាប្រយោគស្របបើសិនណាវាជាប្រយោគស្របបែបនេះយើងធ្វើ question text របស់វាគឺប្រយោគបដិសេធបន្តមកយើងមើលចម្លើយ ABCD របស់យើងនេះថាបើសិនណាវាជាបដិសេធយើងទុកបើសិនណាវាជាស្របយើងលុបចោលចម្លើយ A គឺ is he វាជាទម្រង់ស្របយើងអត់យកទេយើងលុបវាចោលចម្លើយ B isn't he អញ្ចឹងវាជាបដិសេធយើងទុកចម្លើយ C works he កន្លែងនេះវាជាស្របយើងអត់យកទេយើងលុបចោលចម្លើយ D doesn't he អញ្ចឹងបដិសេធយើងទុកដូច្នេះចម្លើយយើងគឺនៅពី B ហើយនិង D ពីបដិសេធគ្នាបន្តមកយើងទៅមើលចំណុចទី2យើងគេឲ្យ check can ថាវាជាប្រភេទកាលអីគេដោយសារយើងមើលឃើញប្រធានយើងសំណាង works អញ្ចឹងសំណាងនេះគឺជាsubject ហើយ works នេះគឺជា verb 1អញ្ចឹងវាចូលទម្រង់ subject verb 1គឺជា present simple ដោយតែបងប្អូនបានដឹងហើយទម្រង់ present simple យើងគឺប្រយោគស្របវា subject បូកជាមួយនឹង verb 1តែពេលបដិសេធវា subject បូកឲ្យ do does បូកឲ្យ not បូកជាមួយនឹង verb by form គឺជាកិរិយាសព្ទតើតែពេល question យើងបាន do ឬក៏ does បូកជាមួយនឹង subject បូកជាមួយនឹង verb by form បាទតែគេយក do ឬ does មកធ្វើជាសំណួរដូច្នេះចំពោះចម្លើយ B isn't he យើងអាចយកបានទេយើងលុបចោលដូច្នេះចម្លើយដែលត្រឹមត្រូវគឺចម្លើយ D គឺ doesn't he ជាចម្លើយដែលត្រឹមត្រូវសង្ឃឹមថាបងប្អូនទាំងអស់គ្នាយល់ច្បាស់ពីប្រភេទមេរៀន question text របស់យើងនេះហើយគ្រប់ទៅតាមបច្ចេកទេសក្នុងការធ្វើលំហាត់យើងគឺងាយស្រួលក្នុងការដោះស្រាយលំហាត់របស់យើងជាចុងក្រោយជំពរបងប្អូនទាំងអស់គ្នាទទួលបានជោគជ័យចំពោះការប្រឡងហើយជាពិសេសបើសិនណាខាងក្រសួងគេចេញប្រភេទលំហាត់ question text នេះបងប្អូនអាចធ្វើវាបានយ៉ាងងាយស្រួលបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នេះទេសូមអរគុណ